សូមពីរបៀបមើលឡាននៅស្អាតអត់តើតើនឹងការមើលឡានហ្នឹងវាមានបច្ចេកទេសរៀងៗខ្លួនផ្សេងគ្នាអ្នកខ្លះគាត់មានតិចនិចមើលបែបគាត់ប៉ុន្តែអានេះខ្ញុំចាញ់លេខបទពិសោធន៍ដែលខ្ញុំដើរទិញឡានម្ដងហើយខ្ញុំមាន6ចំណុចក្នុងការចែកម្លែកជូនបងទី1យើងមើលទឹកថ្នាំបងយើងដើរមើលមកជុំឡានទៅតើទឹកថ្នាំឡានហ្នឹងវាស្អាតអត់វាមានបាញ់ជួសច្រើនទេវាមានឆ្កូតវាមានកលិតកលាញបន្ទាប់ពីហ្នឹងគឺយើងមើលរឿងដូរពណ៌បងទឹកថ្នាំហ្នឹងយើងមើលខ្លាចគីឡូឡាននឹងដូរពណ៌ដូរអីចឹងណាហ្នឹងចំណុចទី1ទី2គឺយើងមើលបុកប៉ះបងបុកប៉ះហ្នឹងយើងមើលបុកប៉ះមុខហើយនឹងក្រោយបាទខាងមុខខាងក្រោយហ្នឹងតើវាមានបុកប៉ះធ្ងន់ធ្ងរទេអាចទទួលយកបានទេឬក៏វាប៉ះស្រាលទេមិនសិនជាគ្រាន់តែប៉ះធ្លាក់កាងឬក៏អីតិចតួចទេយើងយកបានអត់អីចំណុចសំខាន់មួយទៀតដែលយើងអាចមើលរំលងបានហ្នឹងគឺរបៀបមើលឡានកាត់តតាមរយៈការហែកមើលកាយ៉ៅហ្នឹងឯងហ្នឹងណាហើយទី3យើងមើលទៅលើប្រព័ន្ធជើងក្រោមហ្មងតើវាមានច្រេះទេហើយអាហ្នឹងបទពិសោធន៍បើសិននេះពួកខ្ញុំនៅ OC គឺគេអើតមើលជើងក្រោមហ្នឹងគឺយើងអាចដឹងឯងយើងអើតមើលកន្លែងកង់ស្គួរហ្នឹងក៏យើងអាចដឹងថាឡានហ្នឹងមើលទៅអាចច្រេះអត់ឬក៏មួយទៀតយើងឡើងប៉ុងហ្មងយើងឡើងប៉ុងហ្នឹងគឺយើងកាន់តែច្បាស់ថាតើឡានហ្នឹងមានច្រេះអត់អញ្ចឹងណាហើយទី4គឺយើងតេស្តទៅលើអាគុយ ABS ម៉ាស៊ីនប្រអប់លេខក៏ដូចជាប្រព័ន្ធម៉ាស៊ីនត្រជាក់ហើយនឹង speaker អីហ្នឹងអាហ្នឹងទី4ហ្មងហើយបើទី5វិញយើងតេស្តមើលប្រព័ន្ធជើងក្រោមហ្មងចាំដឹងថាប្រព័ន្ធជើងក្រោមវិញហ្នឹងវាមានលាន់លឺ magic code rotil ឬក៏យើងរត់សាកអីទៅដឹងហើយបងវាឃ្លោងអីវារត់អីស្រួលអីអត់អីចឹងទៅបាទហើយចុងក្រោយហ្នឹងគឺទី6ហ្នឹងគឺយើងឆែកមើលឯកសារបងចង់ដឹងថាឯកសារឡានហ្នឹងវាគ្រប់គ្រាន់ទេវាមានទូរយៈតាទេឯកសារហ្នឹងគ្រប់គ្រាន់តាមផ្លូវច្បាប់ទេយើង scan QR code ទៅអីចេញអត់អានេះគ្រាន់តែជាបទពិសោធន៍ដែលខ្ញុំដើរទិញដងគឺមាន6ចំណុចហ្នឹងអញ្ចឹងសរុបជារួមមកវិញទី1យើងមើលទឹកថ្នាំទី2យើងមើលបុកប៉ះមុខក្រោយហើយទី3យើងមើលប្រព័ន្ធជើងក្រោមតើវាមានច្រេះទេហើយទី4យើងតេស្តទៅលើអាគុយ ABS ម៉ាស៊ីនប្រអប់លេខម៉ាស៊ីនជាក់ក៏ដូចជា speaker អីហ្នឹងហើយទី5យើងមើលតេស្តមើលប្រព័ន្ធជើងក្រោមមកបើកសារតិចទៅមើល magic code មើល rotil មើលឃ្លោងអីហ្នឹងហើយទី6គឺមើលឯកសារអានេះជាបទពិសោធន៍ដែលខ្ញុំដើរទិញម្ដងហ្មង Follow Facebook និង TikTok ខំខានដើម្បីទទួលបានចំណេះដឹងថ្មីៗទាក់ទងនឹងវិស័យរថយន្ត